ជំរាបសួរបងប្អូនទាំងអស់គ្នាចាសសម្រាប់បងប្អូននៅក្នុងខេត្តបាត់ដំបងបច្ចុប្បន្ននេះគឺគេកំពុងតែល្បីហាងកាហ្វេមួយកន្លែងនេះចាសសម្រាប់បងប្អូនដែលចង់ស្គាល់ហាងកាហ្វេខាយ៉ូឬក៏ចង់ទៅអង្គុយលេងបែបលំហែកំសាន្តឬក៏ទៅស្រស់ស្រូបអាហារពេលព្រឹកឬក៏ទៅញ៉ាំកាហ្វេឬក៏ជជែកគ្នាលេងជាមួយនឹងមិត្តភ័ក្តិបងប្អូនអាចជ្រើសរើសហាងកាហ្វេនេះបានធានាថាទេសភាពគឺស្អាតខ្លាំងមែនទែនពីមើលត្រីហើយសម្រាប់បងប្អូនដែលចូលចិត្តថតរូបបងប្អូនតានាថាមកលៀនប្លង់តែម្ដងពីព្រោះថតនៅកន្លែងណាក៏ស្អាតដែរការដេកូរៀបចំតុបតែងគឺស្អាតតែម្ដងអញ្ចឹងគឺយើងចូលទៅខាងមុខគឺគេរៀបចំបែបលក្ខណៈបែបជប៉ុនប៉ុន្តែចូលទៅខាងក្នុងគឺសុទ្ធតែលក្ខណៈបែបខ្មែរយ៉ាងតែម្ដងចាគឺគេបកកែរៀបចំនិយាយរួមគឺគំនិតដេកូរបស់គេនេះគឺស្អាតខ្លាំងមែនទែនបងប្អូនចាសម្រាប់បងប្អូនខ្លះប្រហែលជាស្គាល់ទីតាំងហាងនេះហើយប៉ុន្តែសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់បងប្អូនមើលទៅតាមវីដេអូនេះចានេះខ្ញុំជឿជាក់ថាបងប្អូនប្រហែលជាស្គាល់ហើយទីតាំងផ្សារភូប៉ុយអញ្ចឹងនៅក្រៅផ្សារភូប៉ុយហ្នឹងគឺមានផ្លូវបេតុងមួយអញ្ចឹងគឺនៅខ្ញុំជិះទៅតាមផ្លូវបេតុងហ្នឹងរហូតអញ្ចឹងបងប្អូនជិះទៅតាមវីដេអូរបស់នេះខ្ញុំនេះចានៅពេលដែលជិះទៅដល់ចាទីតាំងកាយាល័យឬក៏អគារពោលឿងនេះបងប្អូនបន្តធ្វើដំណើរទៅត្រង់ទៀតអញ្ចឹងគឺយើងជិះរហូតទៅយើងនឹងឃើញป้ายនៅខាងស្ដាំដៃគេដាក់ថាខាយ៉ូហើយទៅខាងមុខបន្តិចហ្នឹងគឺយើងបត់ស្ដាំដៃគឺដល់តែម្ដងអញ្ចឹងនេះគឺជាទស្សនវិជ្ជានៅក្នុងហាងកាហ្វេខាយ៉ូហើយនៅខាងមុខគឺយើងមើលមួយផ្លែតទៅគឺការរៀបចំរបស់គាត់គឺមើលទៅដូចបែបជប៉ុនតែម្ដងចូលមកតិចលហឹបចាសម្រាប់បងប្អូនចង់ដឹងថានៅខាងក្នុងហាងការរៀបចំការដេកូឬក៏ទេសភាពបែបណាខ្លះបងប្អូនអញ្ជើញទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាហើយបងអើយពេញកពកពេញពលឺស្អាតបងពលឺនេះពេញស្អាតសម្រាប់បងប្អូនដែលចង់ទៅស្រស់ស្រូបអាហារពេលព្រឹកគឺបងប្អូនអាចអញ្ជើញទៅញ៉ាំនៅទីនោះក៏បានដែរហើយគឺគេមានលក្ខណៈជាម្ហូបកំងច្រើនហើយសម្រាប់ភេសជ្ជៈវិញក៏មានច្រើនប្រភេទមែនទែនប៉ុន្តែនៅខ្ញុំគឺរើសយកម្ហូបឬក៏ម៉ឺនុយណាដែលថាគេល្បីប្រចាំហាងតែម្ដងហើយសម្រាប់រសជាតិគឺសម្រាប់នាងខ្ញុំគឺអាចទទួលយកបានទៅត្រឡប់ញ៉ាំអាថ្លៃមកញ៉ាំបើបានអាមកៅ1000អាសាឡាបាត់ថងហ្នឹងកាន់តែឆ្ងាញ់ម្ដងអា2000ក្នុងភូមិចាសម្រាប់បងប្អូនដែលចង់ទៅស្រស់ស្រូបអាហារពេលព្រឹកឬក៏ទៅញ៉ាំកាហ្វេបែបលក្ខណៈស្ងប់ស្ងាត់អញ្ចឹងបងប្អូនគួរតែទៅពេលព្រឹកឬក៏ទៅចន្លោះពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រកាលណាទៅពេលរសៀលឬក៏ថ្ងៃសៅរ៍អាទិត្យគឺមនុស្សច្រើនមែនទែនអញ្ចឹងបងប្អូនដែលចង់ទៅថតរូបក៏ពិបាកដែរដោយសារមនុស្សច្រើនឬក៏ចង់ទៅអង្គុយញ៉ាំអីក៏យើងត្រូវការកំងពេលរៀងយូរបន្តិចតើបងខ្ញុំកុំតើបាទខ្ញុំទៅថតត្រីវិញថតត្រីក៏ក្ដុងទូរស័ព្ទណាមកប្លង់ណាចាសម្រាប់បងប្អូនដែលមិនចង់អង្គុយនៅខាងក្រោមបងប្អូនអាចឡើងទៅជាន់ខាងលើក៏បានដែរហើយលក្ខណៈជាន់នៅខាងលើនេះគឺការដេកូរៀបចំតុបតែងគឺលក្ខណៈបែបជនជាតិច្រើនអញ្ចឹងទាំងសម្ភារៈទាំងការតុបតែងរបស់គាត់គឺ
មិនថាចានមិនថាកែវថយទេគឺសុទ្ធតែជាលក្ខណៈបែបជប៉ុនតែម្ដងដោយសារតែហាងនេះក៏សម្បូរទៅដោយភ្ញៀវជនជាតិដែរមែនទេរៀបអាចានលើតុទទួលភ្ញៀវហ្នឹងដូចរបស់ជប៉ុនវិញណាដូចសាការ៉ាហើយសម្រាប់នៅខាងលើបើសិនជាយើងឈរហើយយើងមើលមកខាងក្រោមគឺឃើញទេសភាពធម្មជាតិទាំងអស់តែម្ដងអញ្ចឹងគឺមើលមកពីខាងលើក៏ស្រស់ស្អាតដែរដោយសារតែការរៀបចំហាងកាហ្វេរបស់គាត់គឺពោពេញទៅដោយរុក្ខជាតិពណ៌បៃតងតែម្ដងប៉ិតណាអានេះកលាបចិនថ្លៃចាសម្រាប់បងប្អូនចូលចិត្តថតរូបបងប្អូនអាចអញ្ជើញទៅធានាថាត្រូវចិត្តតែម្ដងប្លង់កន្លែងណាក៏ថតរូបស្អាតដែរបងប្អូនសំខាន់ហ្នឹងគឺគេមានបាញ់លក្ខណៈជាផ្សែងត្រជាក់អញ្ចឹងនៅពេលយើងដើរមើលជាមួយនឹងទេសភាពពណ៌បៃតងត្រជាក់ភ្នែកហើយត្រូវជាមួយនឹងផ្សែងដែលគេបាញ់ត្រជាក់ទៀតធ្វើឲ្យអារម្មណ៍របស់យើងនេះគឺកាន់តែស្រស់ស្រាយតែម្ដងចាសម្រាប់អ្នកដែលមានកូនទូចដូចនាងខ្ញុំក៏អាចយកកូនទៅលេងនៅទីនេះបានដែរដោយសារតែគេរៀបចំនេះគឺមានកន្លែងជាលក្ខណៈចិញ្ចឹមត្រីចិញ្ចឹមអីហ្នឹងគឺក្មេងៗក៏គាត់ចូលចិត្តមើលត្រីអញ្ចឹងក៏គាត់អាចចូលចិត្តទេសភាពបែបនេះដែរអញ្ចឹងមិនត្រឹមតែថតរូបទេយើងលំហែកំសាន្តអារម្មណ៍របស់យើងហើយគឺធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយចាសម្រាប់បងប្អូននៅក្នុងខេត្តបាត់ដំបងអ្នកដែលចូលចិត្តដើរញ៉ាំអាហារឬក៏ចូលចិត្តញ៉ាំកាហ្វេឬក៏ចូលចិត្តអង្គុយជជែកគ្នាលេងនៅតាមហាងកាហ្វេបងប្អូនអាចជ្រើសរើសកន្លែងនេះបានគឺនៅខ្ញុំធានាថាទេសភាពគឺស្អាតខ្លាំងមែនទែនចានេះខ្ញុំចាប់អារម្មណ៍ទៅលើកូនជនជាតិនេះគឺកូនគាត់ខ្ជូតស្អាតមែនទែនហើយគឺគាត់ចូលចិត្តមើលត្រីគឺគាត់អត់ទៅណាឆ្ងាយពីកន្លែងមើលត្រីទេបងប្អូនចាសម្រាប់អ្នកបាត់ដំបងយើងបើសិនជាចង់ស្គាល់ហាងកាហ្វេមួយនេះបងប្អូនអាចអញ្ជើញទៅទស្សនាបានធានាថាมันខកចិត្តខកបំណងទេបងប្អូនចាអរគុណ